ជំរាបជូនញាតិញោមបន្តិចដែរកន្លែងខ្លះគេសូត្រតែបាលីសុទ្ធទេណាញាតិញោមហើយកន្លែងខ្លះគេសូត្រទាំងបាលីផងទាំងសម្រាយផងប៉ុន្តែបើជាទូទៅគេសូត្រតែបាលីទេញាតិញោមណាភាគច្រើនគឺគេសូត្រត្រឹមតែបាលីទេធរហ្នឹងប៉ុន្តែកន្លែងខ្លះក៏គេសូត្រសម្រាយដែរអញ្ចឹងហើយអាត្មាបង្រៀនទាំងពីរទាំងបាលីផងទាំងសេចក្តីប្រែផងប៉ុន្តែចំពោះសូត្រគឺអាស្រ័យលើអ្នកដែលគាត់ចាប់សូត្របាលីផងសេចក្តីប្រែផងឬក៏គាត់សូត្រតែបាលីអាហ្នឹងអាស្រ័យលើអ្នកចាប់ហើយជាពិសេសគឺញោមរៀនខ្លួនឯងហ្នឹងគឺញោមរៀនយកទៅសូត្រហ្នឹងញោមសូត្រទាំងបាលីឬក៏សូត្រទាំងបាលីផងទាំងសម្រាយផងឬក៏ញោមសូត្រតែបាលីអាហ្នឹងគឺអាស្រ័យលើញោមខ្លួនឯងហើយក៏អាស្រ័យទៅលើពេលវេលាខ្លះក៏វែងទៅក៏គេសូត្របាលីផងសម្រាយផងទៅពេលវេលាខ្លះខ្លីក៏គេសូត្រត្រឹមតែបាលីឥឡូវនេះយើងចូលមកដល់សិក្សាសេចក្តីប្រែចំពោះសេចក្តីប្រែនេះគឺអាត្មាមិនប្រកបបាលីជូនទៀតទេពីព្រោះបាលីនេះគឺយកអំពីបាលីខាងលើមិញដែលយើងបានរៀនហើយអញ្ចឹងអាត្មាគ្រាន់តែអានមកត្រួសជូនញាតិញោមទេសូមញាតិញោមបានជ្រាបឥឡូវអញ្ជើញញាតិញោមសិក្សាបាលីនិងសេចក្តីប្រែណែអាត្មាមិនអាចអានប្រកបជូនទេពីព្រោះបាលីហ្នឹងគឺមានពីខាងលើមកហើយម្យ៉ាងវីដេអូហ្នឹងវែងញាតិញោមណាឥឡូវនេះសង្ខេបព្យាយាមសង្ខេបហ្នឹងឥឡូវហ្នឹងជាងកន្លះម៉ោងទៅហើយតម្រាំរៀនទាំងបាលីទាំងសេចក្តីប្រែនេះទៀតអាហ្នឹងគឺចូលខ្ទង់ម៉ោងហើយណាអញ្ចឹងជើញញាតិញោមសិក្សាដូចតទៅបាលីនិងសេចក្តីប្រែយាទេវតាសន្តិវិហារវាសនេថោពេខរេពោធិខរេតហឹងបាលីមានខាងលើហើយសេចក្តីប្រែទេវតាទាំងឡាយឯណាមានប្រក្រតីនៅក្នុងទីវត្តជាទីនៅនៃសង្ឃឯដកខឿនព្រះសធោបឯដកខឿនព្រះពោធិព្រឹក្ខក្នុងទីនោះបន្តទៀតតាធម្មទានេនភវន្តបោជីតាទេវតាទាំងឡាយនោះជាបុគ្គលគឺយើងបូជាហើយដោយធម្មទានណាសេចក្តីប្រែគឺញាតិញោមយើងងាយទេតែអាត្មាត្រូវតែអានបង្រៀនញាតិញោមបន្ថែមទៀតពីព្រោះមានកន្លែងខ្លះក៏ញាតិញោមពិបាកអានអញ្ចឹងហើយក៏អាត្មាបង្រៀនទាំងបាលីទាំងសេចក្តីប្រែនឹងតែម្ដងទៅតែតាមកាពិតហ្នឹងអាត្មាទៅរៀនតែបាលីទៅហើយចំពោះបាលីសេចក្តីប្រែនេះញាតិញោមគួរតែយកទៅរៀនខ្លួនឯងប៉ុន្តែអាត្មាបារម្ភខ្លាចតែត្រង់សម្រាយខ្លះជាពាក្យដែលពិបាកអានដែរអញ្ចឹងញាតិញោមខ្លះក៏អានមិនដាច់ដល់ពេលអានមិនដាច់អញ្ចឹងមិនដឹងទៅសួរអ្នកណាលំបាកសួរគេអញ្ចឹងហើយបានជាអាត្មាបង្រៀនទាំងបាលីជាមួយនឹងសេចក្តីប្រែនឹងតែម្ដងគ្រាន់តែថាចំពោះសេចក្តីប្រែគឺអាត្មាអានមកត្រួសជូនតែកន្លែងណាដែលលំបាកនឹងអាត្មាប្រកបជូនឥឡូវយើងបន្តទៀតសោថឹងករោនទេធវិហារមណ្ឌលេចូលធ្វើនៅសួស្តីក្នុងមណ្ឌលណាចូលធ្វើនៅសួស្តីក្នុងមណ្ឌលនៃវត្តជាទីនៅនៃសង្ឃនេះណាបន្តទៀតថេរាចមច្ជានវកាចភិក្ខវោភិក្ខុទាំងឡាយជាថេរៈក្តីជាកណ្ដាលក្តីទើបនឹងបួសថ្មីក្តីសារាមិកាទានបតីឧបាសិកាឧបាសកនិងឧបាសិកាទាំងឡាយដែលជាម្ចាស់នៃទានព្រមទាំងអារាមិកជនសរសេរអដស្រៈអារដស្រៈរារដស្រៈរាមដស្រៈមីកកជនចូលណជនណាអញ្ចឹងអានថាអារាមិកជនគឺញោមវត្តក្តីណាថាមិនចាំបាច់បញ្យល់ពាក្យអារាមិកជនទេពីព្រោះលោកបានបញ្ជាក់ខាងមុខហើយគឺញោមវត្តអញ្ចឹងណាអារាមិកជនហ្នឹងគឺគាត់នៅនឹងវត្តជួយកិច្ចការងារប្រសង់ផ្សេងអីចឹងទៅអញ្ចឹងបន្តទៀតគាមេចទេសានិកមេចអ៊ីសារាសេចក្តីប្រែជនទាំងឡាយដែលជាអ្នកស្រុកក្តីជាអ្នកប្រទេសក្តីជាអ្នកនិគមក្តីណានិគមកមកគុំណាញាតិញោមកនឹងមកគុំអញ្ចឹងយើងអានថា
និគុំក្តីកន្លែងហ្នឹងមិនមែនអាននិកមៈទេអញ្ចឹងយើងអានថាជាអ្នកនិគុំក្តីណាបន្តទៀតដែលជាអិសរៈជាធំក្តីសម្បាណភូតាសុខេតាភវន្តោណាសត្វទាំងឡាយនោះចូលឲ្យបានដល់នៅសេចក្តីសុខញាតិញោមឃើញទេសរុបទាំងអស់នឹងមកពីខាងលើមកនោះញាតិញោមតាំងតែពីភិក្ខុជាថេរៈក្តីភិក្ខុកណ្ដាលក្តីភិក្ខុបួសថ្មីក្តីនឹងថ្មសង្ខេបជូនមកវិញថ្មសង្ខេបជូនមកវិញណាតាំងអំពីអ្នកតូចអ្នកធំអ្នកស្រុកក្តីអ្នកនិគមក្តីអ្នកប្រទេសក្តីអីទាំងអស់សរុបមកនេះសម្បាពុសម្បាណភូតាសុខេតាភវន្តោតេឃើញទេសត្វទាំងឡាយនោះចូលឲ្យបានដល់នៅសេចក្តីសុខញាតិញោមឃើញគឺធម៌របស់ព្រះអង្គគឺអត់មានកន្លែងណាមួយនិយាយបៀតបៀនឬក៏និយាយចាក់ចូលអុយអាឬក៏និយាយបង្កចំនួនអីនិយាយឲ្យអ្នកណាក្តៅកាហាយឬក៏បៀតបៀនអ្នកណាដោយកាយដោយវិចារដោយចិត្តអីហ្នឹងគឺអត់ទេញាតិញោមល្អមែនតើពុទ្ធសាសនាហើយយើងដូចយើងរៀនធម៌ហ្នឹងអញ្ចឹងញាតិញោមឃើញបើសិនជាអត់ប្រែញាតិញោមអត់ជ្រាបទេដល់តែប្រែអញ្ចឹងបានញាតិញោមជ្រាបថាអូធម៌នឹងគឺល្អគឺប្រាថ្នាឲ្យសពសត្វទាំងពួងនឹងចែករំលែកនៅបុណ្យចែករំលែកនៅសេចក្តីល្អដែលយើងបានធ្វើហើយនឹងដល់សត្វទាំងឡាយនោះចូលឲ្យបានដល់នៅសេចក្តីសុខណាត្រូវបញ្យល់អីច្រើនទៀតប៉ុន្តែយើងពេលវេលាវែងឥឡូវយើងបន្តទៀតណាញាតិញោមសិក្សាបន្តទៀតគ្រាន់តែឲ្យញាតិញោមបានជ្រាបអញ្ចឹងគឺញាតិញោមសប្បាយចិត្តរីករាយក្នុងការសិក្សាធម៌របស់ព្រះសម្មាសម្ពុទ្ធពីព្រោះយើងរៀននេះគឺមិនមែនរៀនអ្វីដទៃក្រៅតែអំពីយើងផ្សាយនៅមេត្តាចិត្តនឹងចំពោះសពសត្វទាំងពួងទេបងឥឡូវយើងសិក្សាបន្តជាលាពុជាយេបិច្ចៈអន្តៈសម្ភវេសង្សេតជាតាអថវោបបាតិកាសេចក្តីប្រែមួយវិញទៀតសត្វទាំងឡាយឯណាដែលជាជាលាពុជាកំណើតក្តីណាមានខាងលើនេះហើយនេះជាលាពុជាហ្នឹងគឺជាលាពុជាកំណើតក្តីដែលជាអន្តៈជាកំណើតក្តីណាអន្តៈជាកំណើតក្តីដែលជាសង្សេតជាកំណើតក្តីដែលជាសង្សេតជាកំណើតក្តីបាលីហ្នឹងក៏មានពីខាងលើហើយមិនប្រកបជូនទៀតទេណាដែលជាអោបបាតិកកំណើតក្តីដែលជាអោបបាតិកកំណើតក្តីណាក៏មានខាងលើដែរឥឡូវយើងបន្តទៀតនៃយានិកាំងធម្មវរាំងបដិច្ចតេសាពេបេទុក្ខសករន្តោសង្ខយ៉ាងសេចក្តីប្រែសត្វទាំងឡាយទាំងអស់នោះការបើបានអាស្រ័យនៅធម៌ដ៏ប្រសើរជានៃយានិកៈណានៃយានិកៈមានហើយណាញោមនេះអាត្មាបានប្រកបជូនហើយនៃយានិកាំងហ្នឹងគឺបាលីណាញោមឲ្យដល់ក្រោមនៃយានិកៈចឹងអាត្មាមិនប្រកបជូនទៀតទេដោយសារតែមានអស់ហើយពីព្រោះពេលវេលាយើងវែងញាតិញោមមកលើហ្នឹងចូលជិត1ម៉ោងទៅហើយ57នាទីជាងទៅហើយចឹងគ្រាន់តែបង្រៀនញាតិញោមអានឲ្យញាតិញោមបានចេះអានអញ្ចឹងបន្តទៀតណាញាតិញោមហើយចូលធ្វើនៅធោជាគ្រឿងអស់ទៅនៃទុកចោះណាបន្តទៀតថាតុជិរាំងសតាំងថាមោសេចក្តីប្រែសូមឲ្យធម៌របស់សត្វបរោះទាំងឡាយស្ថិតនៅអស់កាលយូរអង្វែងទៅធម្មោចៈបុគ្គលាបុគ្គលអ្នកត្រទ្រង់នៅធម៌ទាំងឡាយចូលស្ថិតនៅអស់កាលយូរអង្វែងទៅណាសង្ឃោហៅតុសមគោវៈសេចក្តីប្រែសូមព្រះសង្ឃព្រមព្រៀងគ្នាទៅណាអត្ថាយៈចហេតាយៈដើម្បីសេចក្តីចម្រើនផងដើម្បីសេចក្តីសម្រេចផលប្រយោជន៍ផងអមហេរខតោសត្វធម្មោសាពេបេធម្មចារិណោសេចក្តីប្រែសូមព្រះសទ្ធម្មរក្សានៅយើងទាំងឡាយសូមរក្សានៅអ្នកដែលប្រព្រឹត្តធម៌ទាំងឡាយទាំងអស់ផងណាវុទ្ធੰសម្បាពុនៃយាម
ធម្មេរិយបវេតិទេសូមឲ្យយើងទាំងឡាយបានដល់នៅសេចក្តីចម្រើនក្នុងធម៌ដែលព្រះអរិយណាអរិយប្រកបអនឹងអន្តៈអនឹងអន្តៈរដាក់ស្រីរិយោនឹងអន្តយៈក៏ប៉ុន្តែចុច2អញ្ចឹងដើម្បីឲ្យញាតិញោមងាយស្រួលអានហ្នឹងណាថាយៈកន្លែងហ្នឹងអន្តយៈដូច្នេះយើងអានថាអរិយៈម្ដងទៀតក្នុងធម៌ដែលព្រះអរិយៈទាំងឡាយលោកសំដែងហើយខណ្ឌចប់ហើយញាតិញោមប៉ុណ្ណឹងហើយនេះសិភៅញាតិញោមត្រូវការសិភៅអញ្ជើញយកទៅរៀនថែមណាញាតិញោមអញ្ជើញយកទៅអានថែមហើយញាតិញោមមានសិភៅដែលអាត្មាបានជូនទៅហើយហ្នឹងញោមមើលនៅក្នុងទំព័រលេខ77ណាលេខទំព័រ77សៀវភៅបោះពុម្ពលើកទី4តែចំពោះបោះពុម្ពលើកទី1លើកទី2លើកទី3អាចចន្លៀសគ្នាបន្តិចអញ្ចឹងញោមមើលនៅក្នុងមាតិកាខាងក្រោយវិញទៅនឹងឃើញហើយអញ្ចឹងនេះគឺសម្រាប់ញាតិញោមដែលបោះពុម្ពលើកទី4គឺមើលនៅក្នុងទំព័រលេខ77ណាហើយញាតិញោមត្រូវការសិភៅគឺអាត្មាមានជូនណាញាតិញោមឥឡូវប៉ុណ្ណឹងញាតិញោមយើងចាប់ផ្ដើមសូត្រមកណាយើងសូត្រមកបាលីខាងលើនោះយើងសូត្ររួចហើយឥឡូវយើងសូត្រចាប់តាំងអំពីសេចក្តីប្រែលាយជាមួយនឹងបាលីណាសេចក្តីប្រែលាយជាមួយនឹងបាលីឥឡូវអញ្ជើញញាតិញោមរៀនសូត្រយាទេវតាសន្តិវិហារវាសនេធោពេខរេពោធិករេតហੰតហੰទេវតាទាំងឡាយឯណាមានប្រក្រតីនៅក្នុងទីវត្តជាទីនៅនៃសង្ឃឯដល់ខឿនព្រះសាធោបឯដល់ខឿនព្រះពោធិព្រឹកក្នុងទីនោះតាធម្មទានេនបវន្តពោជិតាទេវតាទាំងឡាយនោះជាបុគ្គលគឺយើងបូជាហើយដោយធម្មទានសោថង្ករោនទេថវិហារមណ្ឌលេចូលធ្វើនៅសួស្តីក្នុងមណ្ឌលនៃវត្តជាទីនៅនៃសង្ឃនិធេរាចមច្ជានវកាចភិក្ខវោភិក្ខុទាំងឡាយជាថេរៈក្តីជាកណ្ដាលក្តីទើបនឹងបួសថ្មីក្តីសារាមិកាទានបតីឧបាសិកាឧបាសង្ឃនិងឧបាសិកាទាំងឡាយដែលជាម្ចាស់នៃទានព្រមទាំងអារាមិកជនគឺញោមវត្តក្តីគៀមេចទេសានិកមេចអ៊ីសារាជនទាំងឡាយដែលជាអ្នកស្រុកក្តីជាអ្នកប្រទេសក្តីជាអ្នកនិគមក្តីដែលជាអ៊ីសារៈជាធំក្តីសម្បានភូតាសុខេតាភវន្តុទេសត្វទាំងឡាយនោះចូលឲ្យបានដល់នៅសេចក្តីសុខចលាពុជាយេបច្ចៈអន្តសម្ភវាសង្សេតជាតាអថវោបបាតិកាមួយវិញទៀតសត្វទាំងឡាយឯណាដែលជាចលាពុជាកំណើតក្តីដែលជាអន្តចៈកំណើតក្តីដែលជាសង្សេតចៈកំណើតក្តីដែលជាអោបបាតិកាកំណើតក្តីនៃយានិកាំងធម្មវរੰបដិចទេសាពេបេតុខាសការន្តតុសង្ខយ៉ាងសត្វទាំងឡាយទាំងអស់នោះការបើបានអាស្រ័យនៅធម៌ដ៏ប្រសើរជានិយានិកធម៌ហើយចូលធ្វើនៅធម៌ជាគ្រឿងអស់ទៅនៃទុកចង់ថាទុចរាំងសតាំងធម្មោសូមឲ្យធម៌របស់សត្វបរោះទាំងឡាយស្ថិតនៅអកាសយូរអង្វែងទៅធម្មធរាចបុគ្គលាបុគ្គលអ្នកត្រូវត្រង់នៅធម៌ទាំងឡាយចូលស្ថិតនៅអកាសយូរអង្វែងទៅសង្ឃោហោទសមៈគោវៈសូមព្រះសង្ឃព្រមព្រៀងគ្នាទៅអត្ថាយចហេតាយៈចាំងដើម្បីសេចក្តីចម្រើនផង
ដើម្បីសេចក្តីសម្រេចប្រហល់ប្រយោជន៍ផងអមហេរកតោសត្ធម្មោសាពេបេធម្មចារិណោសូមព្រះសត្ធម្មរក្សានៅយើងទាំងឡាយសូមរក្សានៅអ្នកដែលប្រព្រឹត្តធម៌ទាំងឡាយទាំងអស់ផងវុទ្ធังសម្បាពុនេយមធម្មេរិយបវេទីតេសូមឲ្យយើងទាំងឡាយបានដល់នៅសេចក្តីចម្រើនក្នុងធម៌ដែលព្រះអរិយទាំងឡាយលោកសំដែងហើយសូមអនុមោទនាប៉ុណ្ណឹងណាញាតិញោមចប់ហើយចំពោះបាលីណាចំពោះបាលីក៏យើងបានរៀនហើយគឺមានន័យថាបាលីសុទ្ធក៏យើងបានរៀនហើយបាលីលាយសម្រាយក៏យើងបានរៀនហើយមានន័យថាបាលីនិងសេចក្តីប្រែចឹងអាស្រ័យលើញាតិញោមរៀនឲ្យចាំទៅកុំឃើញអក្សរច្រើនអីចឹងខ្ជិលណាញាតិញោមពីព្រោះធម៌ហ្នឹងក៏គេសូត្ររឿយៗដែរមានដូចជាយាទេវតានោះក៏អាត្មាបានបង្រៀនហើយវន្តិមិពុទ្ធាំងក៏អាត្មាបានបង្រៀនហើយឥឡូវនេះចូលមកដល់យាទេវតានេះក៏អាត្មាកំពុងតែបង្រៀនហើយក៏បង្រៀនហើយដែរអញ្ចឹងអញ្ជើញញាតិញោមយកទៅទន្ទិញសូត្រឲ្យចាំទន្ទិញឲ្យចាំម្នាក់ឯងមានន័យថាទន្ទិញឲ្យសូត្រខ្លួនឯងបានកុំរៀនវណាតើទៅសូត្រជាមួយគេមានគ្នាបានយើងសូត្របានអាហ្នឹងកុំអញ្ចឹងអីត្រូវរៀនឲ្យច្បាស់រៀនសូត្រខ្លួនឯងឲ្យបានហើយកុំឃើញអក្សរច្រើនអីចឹងខ្ជិលបញ្ជាក់ទៀតគឺយើងសប្បាយចិត្តយើងរីករាយយើងជ្រះថ្លាចំពោះការសិក្សាធម៌នមស្ការហ្នឹងហើយយើងរៀនទៅបានបណ្ណាយកប៉ុណ្ណឹងដែលថាបានបណ្ណាយកប៉ុណ្ណឹងគឺសំដៅដល់ថាក្នុងមួយថ្ងៃយើងរៀនបានតែ3ហ្នឹងក៏បានដែរញាតិញោមណា3បន្ទាត់ហ្នឹងទៅមួយថ្ងៃឬក៏ថាលើសហ្នឹងទៀតក៏បានដែរមួយថ្ងៃរហូតមកដល់នេះទៀតក៏បានដែរឬក៏មួយថ្ងៃនឹងឲ្យចប់តែម្ដងហ្នឹងក៏រឹងរឹតតែល្អដែរប៉ុន្តែមិនទៀមទាទេគឺអាស្រ័យលើញាតិញោមមានពេលមានវេលាមួយថ្ងៃបាន2បន្ទាត់នេះក៏បានដែរណាឲ្យតែញាតិញោមយកទៅទន្ទិញយកទៅសូត្រយកទៅរៀនគឺចេះហើយញាតិញោមណាអញ្ចឹងចុងក្រោយនេះអាត្មាអត់មានអ្វីទេក្រៅតែអំពីផ្ដាំញាតិញោមយើងគឺប្រឹងប្រែងរៀនយកទៅទន្ទិញយកទៅរៀនកុំឃើញអក្សរច្រើនអក្សរអីចឹងខ្ជិលអីចឹងគឺកុំណាញាតិញោមគឺយើងត្រូវតែដាក់ចិត្តដាក់កាយអធិដ្ឋានក្នុងចិត្តជ្រះថ្លាសិក្សារៀនសូត្រធម៌ព្រះសម្មាសម្ពុទ្ធអញ្ចឹងណាញាតិញោមត្បិតថាធម៌ខ្លះមិនមែនព្រះអង្គសម្ដែងប៉ុន្តែក៏ការតែងនេះក៏មិនមែនដើម្បីបៀតបៀនដល់បុគ្គលណាដែរគឺដើម្បីចែករំលែកនៅបុណ្យកុសលចែករំលែកនៅសេចក្តីសុខហើយក៏ប្រាថ្នាឲ្យសពសត្វទាំងពួងនឹងបាននៅសេចក្តីសុខផងដែរអញ្ចឹងណាអញ្ចឹងញាតិញោមជាថ្មីតាំងចិត្តអធិដ្ឋានប្រឹងប្រែងសិក្សារៀនសូត្រទន្ទិញឲ្យចាំហើយធម៌ហ្នឹងក៏គេសូត្រជាប្រចាំរឿយដែរដូចអាត្មាអីចឹងក៏តែងតែសូត្ររឿយដែរយាទេវតាសន្តិវារវាសនេធោបេខរេអីចឹងទៅអញ្ចឹងញាតិញោមយើងទន្ទិញរៀនសូត្រឲ្យចាំធម៌ដែលអាត្មាបង្រៀនទៅតាំងពីដើមមករហូតមកដល់មេនេះជាទូទៅគឺគេសូត្រជាប្រចាំណាញាតិញោមអញ្ចឹងញាតិញោមប្រឹងប្រែងសិក្សារៀនសូត្រទន្ទិញទៅតាមអ្វីដែលញាតិញោមរៀនយ៉ាងណារៀនទៅគឺឲ្យតែចាំមិនមែនថាត្រូវតែរៀនបែបនេះត្រូវតែរៀនបែបនោះអត់ទេមនុស្សយើងម្នាក់សន្សំឧបនិស្ស័យសន្សំអធ្យាស្រ័យមកផ្សេងគ្នាអញ្ចឹងញាតិញោមយើងទន្ទិញបែបណារៀនបែបណាឲ្យតែឆាប់ចាំគឺអាស្រ័យលើញាតិញោមរៀងខ្លួនបាទអញ្ចឹងប៉ុណ្ណឹងចោះណាញាតិញោមបាទចប់ហើយបញ្ជាក់ចុងក្រោយម្ដងទៀតញាតិញោមចំពោះកន្លែងខ្លះគឺគេសូត្រតែបាលីទេញាតិញោមកន្លែងខ្លះគេសូត្រតែបាលីសុទ្ធអត់មានសូត្រលាយសម្រាយទេហើយកន្លែងខ្លះទៀតគេសូត្រទាំងបាលីផងទាំងសម្រាយផងប៉ុន្តែជាទូទៅគេសូត្រតែបាលីទេពីព្រោះវែងអញ្ចឹងទៅគេសូត្រត្រឹមតែបាលីទេពីព្រោះពេលវេលាដូចថាមិនសូវមានអញ្ចឹងទៅពេលវេលាខ្លីគេសូត្រត្រឹមតែបាលីហើយបើគេមានពេលវេលាគឺគេសូត្រទាំងបាលីផងទាំងសម្រាយផងអាហ្នឹងគឺទៅតាមសេចក្តីជ្រះថ្លារបស់បុគ្គលម្នាក់អញ្ចឹងប៉ុណ្ណឹងទេណាញាតិញោមចុងក្រោយក៏សូមខមាទោសប្រសិនបើមានពាក្យលើសលុបខ្វះខាតចំណុចណាមួយហ្នឹងក៏សូមខមាទោសក៏សូមអភ័យទោសហើយក៏សូមប្រម៉ែប្រមូលបុណ្យកុសលទាំងអស់លើប្រគេនដល់ប្រកណ្ណាគុណចាស់គ្រប់ព្រះអង្គនឹងថ្វាយដល់សក្ការទេវរីស្រីនៃទេវតាគ្រប់លំដាប់ឋានៈទាំងអស់នឹងជូនបុណ្យដល់ញាតិញោមប្រុសស្រីគ្រប់រូបមួយអន្លើសពសត្វទាំងពួងផងដែរសូមអនុមោទនានៅចំណែកបុណ្យកុសលឋានៈអមិសទានក្តីឋានៈធម្មទានក្តីក៏សូមឲ្យបរិបូរណ៍ទៅដោយបញ្ញាសមាធិសេពគប់បណ្ឌិតសប្បុរសទីបំផុត
ផុតទៅបានរួចផុតចាក់ទុកគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាខ្ញុំបកណាធម្មកម្មអូនថាសូមក្រាបថ្វាយបង្គំលានិងចម្រើនពរលាយើងជួបគ្នានៅក្នុងមេរៀនក្រោយៗជាបន្តទៀត